អ្នកឲ្យតោះបាន300អ្នកចាប់ផ្ដើមនិយាយរឿងទៅហ្មងបាទជួយshareបងប្អូនយើងជួយ share អូយស្ងាត់ឲ្យឈឹងទៅហ្មងឥឡូវសុំមើលខមមិនបងប្អូនយើងបន្តិចសិនបាទរាជសួស្ដីសៀកសេងសួស្ដីសៀកសេងបាទសៀងហ៊ុនបាទហូបបាយហើយសៀងហ៊ុនអើយឥឡូវចង់ឃ្លានទៀតហើយនេះបាទឆៃស៊ីក៏ថា notify បាទសួស្ដីទៅដល់ Pro Vigo បាទរួនវណ្ណៈថនពិសិដ្ឋបាទសេងហៃជុនជុំបាទជុំសេងហៃសួស្ដីជំរាបសួរបងសុធាបាទសុកទុកយ៉ាងណាបងសុធាបាទកែគឹមយ៉ានសួស្ដីផងដំសួស្ដីក៏សួស្ដីបងប្អូនយើងផ្សេងទៀតដែរបាទដែលកំពុងតែទស្សនាទាំង100អ្នកជាងបាទ160អ្នកជាងហើយអរគុណណាស់សម្រាប់ការចូលទស្សនានៅតែបងប្អូនយើងនៅតែនឹកឃើញខ្ញុំនៅតែចងចាំនៅតែចូលទស្សនាការ live ជជែកគ្នាលេងបាទសម្រាប់បងប្អូនយើងហើយនឹងខ្ញុំហុយរវុធនេះបាទពិតជារីករាយមែនទែនអរគុណបងប្អូនយើងបាទអរគុណច្រើនចិត្តចូលឆ្នាំហើយនៅសល់ប្រហែលជា3 4ថ្ងៃទៀត4 5ថ្ងៃទៀតដល់ថ្ងៃចូលឆ្នាំហ្នឹងបងប្អូនណាបាទចូលថ្ងៃ14ឥឡូវវាសល់5ថ្ងៃទៀតបាទចូលឆ្នាំនៅសល់5ថ្ងៃទៀតដល់ហើយអញ្ចឹងបងប្អូនយើងសូមជូនពរឲ្យសុខសប្បាយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយបងប្អូនណាបាទសៀងក៏ស៊ប់បាទឲ្យតែរើសត្រូវបាទចាំមើលដល់អូខេមិញទឹកបាទសានមិញទឹកអូខេអរគុណច្រើនបាទទៅរំបាសនៅសង្ក្រានអស់ហើយបងមែនតើគេទៅរំធុងបាសអស់ហើយនៅសង្ក្រានអញ្ចឹងសល់តែ100អ្នកជាងចូលជិត200អ្នកបាទបាសេđóបាទផុន KPC បាទវណ្ណៈប៊ុនណាតបាទសួស្ដីបាទបងវណ្ណៈប៊ុនណាតបាទអូយបងប្អូនហើយបងផ្សេងទៀតគាត់មានវ័យច្រើនជាងខ្ញុំមើលតាឈ្មោះទៅអត់បានមើលរូបអត់ដឹងថាបងវ័យច្រើនជាងអធិស្ឋានបងប្អូនយើងផ្សេងទៀតផងដែរបាទហានឡាបាទសួស្ដីហានឡាបាទម៉ោង2ចាប់ផ្ដើមប្រកួតយប់នេះបាទដនស្រិនបាទវិនកាងសួស្ដីបាទសៀងក៏សុបបាទសួស្ដីទៅដល់ក្មេងជនបទមួយដុំមកហើយមួយដុំបាសេណា MC មុលបាទប្រលៀងសួស្ដីសានកាសាដូបងនិយាយរឿងប្រខណ្ឌរាជស្វាយរៀងអូខេបាទចាំខ្ញុំនិយាយរឿងប្រខណ្ឌរាជស្វាយរៀងបន្តិចជូនបងប្អូនយើងឥឡូវទៅបាន200នាក់ខ្ញុំកម្រ live បាន200នាក់ណាឥឡូវបានតិចមែនតើបងប្អូនហើយបាទបានត្រឹម200នាក់មីសុធាសួស្ដីផងចាំពូយូហើយរួនវណ្ណៈអូខេមកហើយចឹងនោះចិត្តចូលឆ្នាំរៀលនាំសេតយោយបាទស៊ីឡាឯកស៊ីឡាទៅនៅបិណ្ឌប៊ូរៀលអាចតាមស្មើអត់ពូនោះរឿងហ្នឹងខ្ញុំចង់និយាយបាទរឿងហ្នឹងខ្ញុំចង់និយាយបន្តិចទៀតចាំនិយាយឥឡូវចូលដល់នេះឥឡូវខ្ញុំដាក់ប្រធានបទទី1គឺរឿងព្រះខ័នរាជស្វាយរៀងបាទរឿងទី2 Champions League យប់មិញBayern Munich ចាញ់ Inter ហើយ Real Madrid ចាញ់ Arsenal បន្ទាប់មកទៀតបានចូលដល់ការប្រកួតយប់នេះ Borussia Dortmund ហើយ Paris ជាមួយនឹង Aston បាទអញ្ចឹងតាមលំដាប់លំដោយឥឡូវសូមមើល comment តិចទៀតសិនបងប្អូនណាបាទ Nisai is បាទសួស្ដីបាទឬក៏សួស្ដីទៅដល់ Liza បាទ live អាចបើកឲ្យអ្នកអារ៉ាប៊ីសាឌីតមើលបានផងបានអត់អូបាទ Hori Basia បាទ Hori Basia បើកទៅអារ៉ាប៊ីសាឌីតចាំមើលខ្ញុំព្យាយាមខ្ញុំសាកល្បងបើកម្ដងមើលបាទអធិស្ឋានបងប្អូនយើងនៅខាងនោះបាទមិនដែលបានបើកទៅខាងអារ៉ាប៊ីសាឌីតទេបាទ Aston ទៅ Paris ជាប់អត់បងចាំតិចទៀតរឿងហ្នឹងបាទនីតាសួស្ដីពិសិដ្ឋតាប់បាទសួស្ដីបាទរៀលអាចវិបកបានអត់បងវិញកាងចាំតិចទៀតរឿងហ្នឹងចាំខ្ញុំនិយាយរឿងប្រកាន់រីស្វ័យរៀងហើយសិនឥឡូវសូមមើល comment សិនកុំឲ្យបងប្អូនយើងថាខ្ញុំរឹកពៀមើល comment សិននឹកបងប្អូនយើងខាន live យូរហើយខាន live យូរហើយឥឡូវទៅបានជិត300នាក់តោះ300នាក់ចាប់ផ្ដើមនិយាយទៅហ្មងបាទNH រៈបាទសួស្ដីបាទសួស្ដីពូឡាយគូណារេរ៉ូបាទ3រ៉ូខ្ញុំមកថាអធិប្បាយបាសេជាមួយនឹងដុតម៉ាន់យប់នេះដាក់តលបុតកឡោតបាទរុនខ្មែរសួស្ដីបងខ្ញុំ fan ក្រីក្រអូខេខ្ញុំអធិប្បាយក្រីក្រចំណឹងរាជបាទសួស្ដីបងរាជសីហារតនាគាត់ស្នេហ៍ Arsenal បាទពូមកលេងកំពុងចាមមកបាទរ៉ាម៉ូនោះតែខ្ញុំទៅនឹង
មានអីទទួលបាទសំបាយតាមពេលអត់យកអីច្រើនសំបាយពេលបាទ250នាក់ឲ្យបងប្អូនយើងបាទ300នាក់បាទកេណារ៉ាត់បាទសួស្ដីទៅដល់លីណូម៉ាលីអូពិសិដ្ឋាថាបាសេ40បាទយកអីខ្លះបងយប់នេះស្នេហាប៉ារីសបាសេបាទអារីហ្វីនលេសសួស្ដី fan បាកាសាខាកំពង់ចាមអូខេបាទមឿនវិឆ័យសួស្ដីផងបាត់ពិសោធន៍លេងនៅណាអូនតើបីសាច់កីឡាករចំណូលថ្មីបានប្រហែលអ្នកហើយនៅឬអត់ទាន់បានថ្មីបាទស្រឡាញ់បាសេអូខេបងប្អូនយើងខមមិនច្រើនខ្ញុំអធិស្ឋានសម្រាប់ការអានខមមិនមិនបានគ្រប់គ្នាបងប្អូនណាបាទកុំឲ្យបងប្អូនយើងរងចាំយូរថាខ្ញុំចេះតែមើលខមមិនយូរពេកបាទហេងប្រាវិតសួស្ដីបងប្អូនយើងខមមិនច្រើនណាបាទបន្តិចទៀតខ្ញុំមើលទៀតបាទចង់ហប់បងប្អូនខ្ញុំទម្លាក់មិនសិនតិចបន្តិចសិនចង់ហប់បាទជំរាបសួរបងប្អូនយើងម្ដងទៀតបាទប្រិមិត្តបងប្អូនបាទពូលោកអ៊ំបងដែលចូលចិត្តទស្សនៈបាល់ទាត់ដែលតែងតែគ្រប់គ្រងនឹងការអធិប្បាយរបស់ខ្ញុំក៏ដូចជាពិធីការផ្សេងៗរបស់ CTS Sport បាទជំរាបសួរម្ដងទៀតតោះយើងចូលដល់រឿងយើងបាទរឿងបាល់ទាត់នៅក្នុងរាត្រីនេះត្មងទៅបាទកុំឲ្យទុកយូរពេកនៅថ្ងៃស្អែកម៉ោង7បាទម៉ោង7គត់នឹងមានការប្រកួតវគ្គ semi final ឬក៏វគ្គ4ក្រុមចុងក្រោយនៅក្នុងពានរង្វាន់លំដាប់ទី3នៃតំបន់អាស៊ានគឺ AFC Challenge League បាទដែលជាការជួបគ្នាជាមួយនឹងកូឡូយៈរបស់កម្ពុជាគឺព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយនឹងក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ីគឺ Madura United នៅម៉ោង7ស្អែកថ្ងៃ10ហ្នឹងស្អែកនឹងមានការប្រកួតហើយការប្រកួតធ្វើឡើងនៅទឹកដីទីក្រុងភ្នំពេញនៅឯពហុកីឡដ្ឋានជាតិមរតកដៃជោម៉ោង7បងប្អូនណាបាទទល់ជាមួយនឹងក្រុម Madura សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងអ្នកទាំងពីរនេះបងប្អូនយើងបាទសម្រាប់ព្រះខ័នរាជស្វាយរៀងទំនំទៅឡើងមកដល់វគ្គនេះស្វាយរៀងឈ្នះនៅក្នុងវគ្គចែកពូលមកប្រកួតចាញ់មកប្រកួតធ្វើឲ្យមានពិន្ទុឡើងមកកាន់វគ្គ8ក្រុមចុងក្រោយមកដល់វគ្គ8ក្រុមចុងក្រោយជួបជាមួយនឹង Shan United របស់មីយ៉ាន់ម៉ាផ្ដួល Shan United របស់មីយ៉ាន់ម៉ាបាទទាំងទៅទាំងមកហ្នឹងគឺលទ្ធផល7ទល់នឹង3ពិន្ទុគ្រាប់បាល់នេះគឺល្មមគ្រប់គ្រាន់ដែលនាំឲ្យព្រះខ័នរាជស្វាយរៀងឡើងមកកាន់វគ្គ semi final វគ្គ4ក្រុមចុងក្រោយនេះហើយមកជួបជាមួយនឹងគូសងសឹកកាលពីវគ្គចែកពូលព្រះខ័នរាជស្វាយរៀងធ្លាប់ជួបជាមួយនឹង Madura បានម្ដងកាលពីវគ្គចែកពូលធ្វើឡើងនៅក្នុងទឹកដីរបស់ម៉ុងហ្គូលីនៅឯទឹកដីម៉ុងហ្គូលីអាកាសធាតុនោះក្រោម0បងប្អូនអើយដកតិចមែនទែនប៉ុន្តែស្វាយរៀងប្រឹងប្រែងលេងបងប្អូនហើយបើចាញ់ Madura កាលនោះដាក់កីឡាករមិន full ទេដាក់អត់ full ទេក៏ប៉ុន្តែទំនឹងលេងមិនក្រោម Madura ប្រហែលទេបាទបើចាញ់2-1ហ្នឹងគឺជាការធ្វើប្រហែសមកគ្រាប់ដែរបាទសម្រាប់កម្ពុជារបស់យើងបាទតែយ៉ាងណាមិនបញ្ហាទេបាទនៅតែឡើងមកកាន់វគ្គ semi final បានដដែលពេលនេះជួបគ្នាម្ដងទៀតកាលពីប្រកួតវគ្គចែកពូលហ្នឹងយើងចាញ់2-1បាទហើយកីឡាករមិនដាក់ full ទេដោយសារតែយើងមានកៅអីគ្រប់គ្រាន់នៅក្នុងការឡើងមកលេងវគ្គ8ក្រុមទៅហើយអញ្ចឹងយប់ស្អែកនេះម៉ោង7នេះព្រះខ័នរាជស្វាយរៀងប្រើប្រាស់កីឡាករណែនហ្មងបាទដាក់មកឆ្ងាញ់ហើយនៅក្នុងដីខ្លួនឯងបាទប្រសិនបើព្រះខ័នរាជស្វាយរៀងឈ្នះ Madura យប់ស្អែកហើយទៅស្មើនៅក្នុងទឹកដី Madura នៅថ្ងៃទី17វិញអាហ្នឹងស្វាយរៀងនឹងមានចំនួន80,000តែហ្មងបាទ80,000ឲ្យតែឡើងទៅដល់វគ្គផ្ដាច់ព្រាត់នឹងតែបាន$80,000ហើយបាទអញ្ចឹងពេលបច្ចុប្បន្ននេះគឺកំពុងតែមាន30,000បាទឲ្យតែឡើងទៅដល់វគ្គផ្ដាច់ព្រាត់គឺដឹងតែបាននេះ50,000ទៀតព្រោះថាបានឥឡូវបច្ចុប្បន្ននេះគឺ30ហើយសរុបចូលគ្នាហើយបើសិនជាឡើងទៅដល់វគ្គផ្ដាច់ព្រាត់ទៀតថែម50ទៀតវាឡើង$80,000ណាបងប្អូនមិនធម្មតាទេបើសិនជាស្វែងរកឆ្លងផុត Madura ហើយបើឆ្លងផុត Madura ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ហើយទៅប៉ះជាមួយនឹងក្រុមមកពីតំបន់អាស៊ីខាងលិចមួយទៀតតំបន់អារ៉ាប់បងប្អូនហើយបើឈ្នះវគ្គផ្ដាច់ព្រាត់ទៀតស្វែងរកនឹងទទួលបាន$1លានបន្ថែមអញ្ចឹងសរុបដែលទឹកប្រាក់ដែលមានស្រាប់គឺបាន$1,30,000ហើយយោក្រាស់ក្រែលណាបងប្អូនព្រះខ័នរាជស្វាយរៀងបាទក្រាស់ក្រែលណាអញ្ចឹងការឈ្នះ Madura នៅក្នុងរាត្រីថ្ងៃស្អែកហ្នឹងគឺជារឿងមួយដែលសំខាន់ត្រូវតែធ្វើបាទហើយក៏ជាមុខមាត់ជាតិផងដែរខ្ញុំតសើក៏ដូចជាលើកទឹកចិត្តដល់ព្រះខ័នរាជស្វាយរៀង
សម្រាប់ការប្រកួតទល់ជាមួយនឹង Madura នេះគឺវាស្របពេលជាមួយនឹងកម្ពុជារបស់យើងកំពុងតែមានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឥឡូវនេះសង្ក្រាន្តគេចាប់ផ្ដើមធ្វើតាំងពី4-10ថ្ងៃមុននោះរហូតដល់ឥឡូវនេះតាមផ្លូវឃើញថាសង្ក្រាន្តគ្រប់កលៀតក្រុមហ៊ុនអីផ្សេងៗធំៗហ្នឹងគឺចាប់ផ្ដើមធ្វើហើយជប់លៀងបុគ្គលិកបដាហើយបាទហើយខាង City Sport ក៏តន់ជប់លៀងទេបាទចូលឆ្នាំហើយបាត់ជប់លៀងបាទអញ្ចឹងនៅតាមផ្លូវតាមវត្តអីផ្សេងៗគេសង្ក្រាន្តគ្រប់គ្នាប៉ុន្តែប្រខាន់ដូចស្វារៀងក្លឹបប្រខាន់ស្វារៀងក៏ដូចជាកីឡាករផ្សេងមិនបានសម្រាប់ទេបាទគឺវឹកហាត់ត្រៀមជួបជាមួយនឹង Madura United គ្រាន់តែការប្រកួតយប់ស្អែកចប់ភ្លាមបងប្អូនបាទស្វាយរៀងនៅតែបន្តបុកវឹកហាត់ទៀតដើម្បីទៅលេងជើងទី2នៅថ្ងៃទី17ម៉ោង3រសៀលនៅទឹកដីឥណ្ឌូនេស៊ីបាទទឹកដីរបស់ Madura វិញបាទអញ្ចឹងធ្វើឲ្យព្រះកនិតស្វាយរៀងកីឡាករទាំងអស់បាទទាំងបរទេសទាំងកីឡាករកម្ពុជារបស់យើងនៅក្នុងក្លឹបព្រះកនិតស្វាយរៀងថ្នាក់ដឹកនាំសហការីផ្សេងៗទៀតសុទ្ធតែរវល់បាទសុទ្ធតែរវល់វឹកហាត់បន្ថែមទៀតនៅក្នុងថ្ងៃចូលឆ្នាំតែម្ដងវឹកហាត់នៅក្នុងថ្ងៃចូលឆ្នាំហើយនៅក្នុងថ្ងៃចូលឆ្នាំខ្មែរយើងគឺត្រូវហោះទៅឥណ្ឌូនេស៊ីហើយទៅវឹកហាត់មុនការប្រកួតមួយថ្ងៃនៅក្នុងទៀតអញ្ចឹងធ្វើឲ្យគ្មានពេលនៅក្នុងការសង្ក្រាន្តទេបាទសម្រាប់ព្រះកនិតស្វាយរៀងបាទរវល់រហូតអញ្ចឹងយ៉ាងណាអ្វីដែលសំខាន់ព្រះខ័នរាជស្វាយរៀងត្រូវតែឈ្នះបាទជាចាំបាច់នៅយប់ស្អែកនេះ1ម៉ោង7ម៉ោង7បាទនៅក្នុងទឹកដីមរតកដៃជោនៅកម្ពុជារបស់យើងបាទអញ្ចឹងសម្រាប់ការប្រកួតរវាងក្រុមទាំងពីរនេះបងប្អូនថ្មីត្បិតតែកាលពីជួបគ្នាវគ្គចែកពូលយើងចាញ់ 2-1 ក៏ពិតមែនក៏តែសាច់បាល់យើងមិនក្រោម Madura នោះទេក្រុម Madura ឡើងមកដល់វគ្គនេះពួកគេបានគឺជាក្រុមលេខ1ប្រចាំពូលបាទកាលពីវគ្គចែកពូលក្រុមលេខ1មកប៉ះជាមួយយើងក្រុមលេខ2ប្រចាំពូលដែរបាទអញ្ចឹងទៅមើលគេក្រុមលេខ2ទេបាទ Madura ក្រុមលេខ2ទេបាទ Madura ក្រុមលេខ2មើលត្រូវហើយខ្ញុំចង់ភ្លេចនេះមើលយើងអូក្រុមលេខ1ត្រូវគាត់នៅពូលមួយយើងនៅក្នុងពូលមួយយើងគាត់លេខ1យើងលេខ2ឥឡូវនេះយើងមកជួបគ្នានៅវគ្គ semi final ទៀតចង់ភ្លេចលបល់យកចង់ភ្លេចសបាត់លក់អស់អូខ្ញុំបានដឹងទេដំណឹងភ្លេចឲ្យឈឹងនេះណាងសុំបាទមែនអីលក់អស់ហើយលីងមែនអីបាទអញ្ចឹងបាទសម្រាប់ក្រុមទាំងពីរជួបគ្នាវគ្គចែកពូលម្ដងហើយអញ្ចឹងម្ដងនេះទៀតការប្រកួតកាលនោះយើងផាត់ចោលព្រោះថាស្វ័យរៀងយើងក៏មិនអន់ប្រហែលដែរព្រោះនេះមិនក្រោម Madura ទេតែម្ដងនេះMadura គេឡើងមកដល់វគ្គ8ក្រុមចុងក្រោយគឺទៅស្មើនៅក្នុងទឹកដីរបស់តៃវ៉ាន់ Steel តៃវ៉ាន់ City បាទទៅស្មើនៅក្នុងទឹកដីរបស់តៃវ៉ាន់ដល់ពេលត្រឡប់មកដល់ទឹកដី Madura ដាក់ 3-0 បាទអញ្ចឹងមានន័យថាក្រុម Madura លេងក្រៅដីនៅក្នុងវគ្គ knock out ហ្នឹងពួកគេគឺជាក្រុមដែលទប់តែម្ដងទប់យកស្មើទៅទប់ស្មើជាមួយនឹងតៃវ៉ាន់ Steel មកដល់ទឹកដីរបស់ Madura ដាក់ 3-0 អញ្ចឹងគឺជារឿងមួយដែលកម្ពុជារបស់យើងត្រូវតែសិក្សារឿងហ្នឹងបាទ Madura មកទប់នៅក្នុងដីក្រៅដីគេលេងទប់ខ្លាំងបាទទប់ឲ្យតែបានស្មើនៅក្នុងទឹកក្រៅទឹកដីឲ្យតែបានស្មើទៅដល់ទឹកដីគេលាងហើយលាត់ហើយបាទអញ្ចឹងអ្វីដែលសំខាន់គឺកុំឲ្យ Madura ស្មើជាមួយយើងឲ្យសោះបាទយើងឲ្យដាក់ចាប់ពី2គ្រាប់3គ្រាប់ឡើងទៅបានយើងរៀងមានសុវត្ថិភាពតិចតួចបាទមិនទាន់ 100% ទេណាព្រោះថានៅដី Madura លាងមកអស់ខ្យល់ហ្មងបាទពួកគេប្រឹងខ្លាំងណាស់ Madura បាទនៅក្នុងទឹកដីរបស់ពួកគេបាទអញ្ចឹងយើងឃើញហើយការលេងទៅជាមួយនឹងតៃវ៉ាន់ Steel Madura ទប់ទេនៅក្នុងទឹកដីរបស់តៃវ៉ាន់ដល់ទៅពេលត្រឡប់មកដល់ Madura លាងធ្វើឲ្យតៃវ៉ាន់ Steel ទប់អត់ជាប់ទេរបូត3គ្រាប់វិញធ្លាក់តៃវ៉ាន់ Steel បាត់ហើយក៏ Madura បន្តដំណើរមកជួបជាមួយនឹងកម្ពុជារបស់យើងបាទគឺព្រះខ័នរាជស្វាយរៀងបាទឥឡូវមកលេងទឹកដីយើងមុនទៀតបាទមកលេងទឹកដីយើងមុនទៀតបាទសម្រាប់ Madura មកលេងទឹកដីយើងមុនបើតាមទម្រង់លេងកាលពីវគ្គចែកពូលអ្នកទាំងពីរជួបគ្នាណាយើងចាញ់ក៏ពិតមែនខ្ញុំនៅតែថាជើងទី1នៅទឹកដីនៃទីក្រុងភ្នំពេញរបស់យើងក៏ស្វ័យរៀងមិនក្រោមឆ្ងាយដែរទៅលើ Madura នោះបាទអ្វីត្បិតតែ Madura ធ្លាប់ឈ្នះយើងក៏ពិតមែនប៉ុន្តែបាទតាមការប្រកួតកាលពី PSM Makassar ធ្វើដំណើរពីឥណ្ឌូនេស៊ីមកប៉ះស្វ័យរៀងនៅក្នុងទឹកដីអូឡ িম্প ិកនេះយើងចាញ់ 1-0 ក៏ពិតមែនក៏ប៉ុន្តែទម្រង់លេងយើងល្អជាង PSM Makassar ហើយ PSM Makassar ហ្នឹងធ្លាប់លេងចាញ់ Madura ដែរបាទអញ្ចឹងទាំង Madura PSM Makassar ទាំងប្រខ័នរាជស្វាយរៀងក៏ធ្លាប់ចាញ់ Madura ឥឡូវម្ដងនឹងទៀតមកលេងនៅក្នុងទឹកដីកម្ពុជារបស់យើងទៀតក៏ប៉ុន្តែគឺជា Madura មិនមែនជា PSM Makassar ទេបាទអញ្ចឹងម្ដងនេះខ្ញុំយល់ឃើញថា
ស្វាយរៀងនឹងមិនលេងដោយកាលពីប៉ះគ្នានៅវគ្គចែកពូលទល់ជាមួយនឹងក្រុមម៉ាដូរ៉ាទេខ្ញុំថាទាំង position ball ទាំងការសុទ្ធស្វាយរៀងលើទាំងអស់ហើយមានគ្រាប់បាល់ច្រើនទៀតបាទខ្ញុំនិយាយថា3គ្រាប់ទល់នឹង1បងប្អូនណាបាទ3ទល់នឹង1នៅក្នុងទឹកដីកម្ពុជារបស់យើងមកសម្រាប់ព្រះខ័នរាជស្វាយរៀងទល់ជាមួយនឹងម៉ាដូរ៉ាព្រះខ័នរាជស្វាយរៀងជាអ្នកឈ្នះទៅលើម៉ាដូរ៉ាបាទនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះលទ្ធផលយ៉ាងណាចប់90នាទីយើងបានដឹងថាតើអ្នកណាជាអ្នកឈ្នះការប្រកួតនេះបងប្អូនយើងអាចខមមិននៅខាងក្រោមណាបងប្អូនណាខមមិនលទ្ធផលមើលថាតើស្វាយរៀងហើយនឹងម៉ាដូរ៉ាមានលទ្ធផលប្រមាណបងប្អូនយើងមកជួយខមមិនតិចមើលបាទជួយខមមិនម្នាក់មកដៃមួយជើងមើលបាទចង់ឃើញមតិរបស់បងប្អូនយើងបាទយើងចូលដល់រឿងរ៉ាវបាទរឿងរ៉ាវនៅ UEFA Champions League វិញបាទរឿងព្រះខ័នរាជស្វាយរៀងខ្ញុំឃីបតែសូមឲ្យបងប្អូនយើងខមមិនបាទ3-1ដែរណាណាងសុំបាទ3-1ដែរខ្ញុំបានដឹងព័ត៌មានហ្នឹងថាអស់សម្បត្តិនេះបាទអស់សម្បត្តិថ្ងៃស្អែកខ្ញុំថារត់ទៅទិញតបានទៅទិញទៅមើលផងនេះថារត់ទៅទិញតែថាបងប្អូនយើងបាទថាអស់សម្បត្តិហើយមានតែមើលតាមទូរទស្សន៍ទៀតហើយបាទ3-1ដែរបាទ3-1អូខេ3-1ទាំងអស់គ្នាហ្មងទៅបាទបងប្អូនយើងបាទយើងចូលដល់រឿងរ៉ាវ Champions League កាលពីយប់មិញបន្តិចបាទរឿងរ៉ាវ Champions League កាលពីយប់មិញBayern Munich ចាញ់ក្រុមInter Milan បាយអាមេរិកធ្លាក់ជើង Inter Milan ទប់វាបកដាក់ពឹង Lautaro Martinez បាទដល់ពេលហើយចុងម៉ោង Thomas Muller ដាក់តាមស្មើដល់ទៅពេលជិតចប់ការប្រកួតនៅសល់នាទីថែមហ្នឹងបាទ Frattesi ទៅសុទ្ធគ្រាប់ទី2ដាក់បាយអាមេរិកឲ្យអាម៉ាស់នៅក្នុងទឹកដី Allianz Arena ហើយទឹកដីដែល Inter Milan សុទ្ធ 2-1 ហ្នឹងAllianz Arena កាលពីយប់មិញហ្នឹងគឺជាទីកន្លែងដែលត្រូវលេងវគ្គផ្ដាច់ព្រាត់ Champions League រដូវកាលហ្នឹងបាទចាំមើល Inter Milan ស្រួលត្រឡប់មកកន្លែងនឹងវិញពេលវគ្គផ្ដាច់ព្រាត់ក៏ថាបាន Inter Milan ខ្លាំងបងប្អូនមុំជើងក្រោមមែនទែនបាយយន្តមិនបុកអត់ធ្លាយទេបាទមុំInter Milan មុំយន្តមែនទែនបាទបុកអត់ធ្លាយបាទអញ្ចឹងសង្ស័យដែរស្រួលអាចថា Inter Milan ត្រឡប់មកកន្លែងនឹងវិញបាទត្រឡប់មកកន្លែងហ្នឹងមានន័យថាមកវគ្គផ្ដាច់ព្រាត់វិញបាទវគ្គផ្ដាច់ព្រាត់ចាំតិចបងប្អូនដាក់មកកាត់សិនព្រោះថាឈ្នះជើងទី1 2-1ទៅលើ Bayern Munich ហើយទឹកដី Bayern Munich គឺជាកន្លែងដែលត្រូវលេងវគ្គផ្ដាច់ព្រាត់ហើយស្រួលហ្នឹង Bayern Munich ខ្លួនឯងធ្លាក់ចេញពីពានហ្នឹងណានិយាយថាត្រូវដែរអញ្ចឹងការប្រកួតជើងទី2រវាងក្រុម Bayern Munich ហើយនឹង Inter Milan បាទនឹងត្រឡប់មកវិញនៅថ្ងៃចូលឆ្នាំបងប្អូន Bayern និង Inter ត្រឡប់មកវិញនៅថ្ងៃទី16យប់ថ្ងៃ16ឆ្លងចូលថ្ងៃ17ម៉ោង2បងប្អូនយប់ថ្ងៃចូលឆ្នាំចុងក្រោយ Inter ប៉ះជាមួយនឹង Bayern Munich នៅក្នុងទឹកដីរបស់ Inter Milan វិញបាទនៅឯ Giuseppe Meazza បាទនៅឯទីក្រុង Milan អញ្ចឹងបើទៅទឹកដីរបស់ Milan វិញ Inter Milan វិញអាចនឹងស្មើបើស្មើអាហ្នឹង Inter ឡើងហើយបាទ Bayern Munich ចូលមិនចុះទេទៅទឹកដី Inter បាទរឿងយ៉ាប់បន្តិចបាទ Inter Milan អាចនឹងត្រឡប់មកទឹកដី Allianz Arena វិញបងប្អូនវាផ្ដាច់ព្រាត់បាទអញ្ចឹងពិតជាស្ដាយដែរបើសម្រាប់ Bayern Munich បើសិនជា Bayern Munich ធ្លាក់ក៏ស្ដាយប៉ុន្តែ Inter Milan គេល្អពេកបាទឡើងទៅហ្មងទៅបើល្អអញ្ចឹងឡើងទៅហ្មងទៅបាទស័កសមព្រោះទំនងលេងគេល្អដែរបើ Inter Milan ក្រុមមកពីអ៊ីតាលីសោះតែមួយនឹងឯងខ្លាំងមែនទែនបងប្អូនអើយបាទធ្វើឲ្យ Bayern Munich ពិបាកនៅក្នុងការយកជ័យជំនះបាទអញ្ចឹងសម្រាប់ជើងទី2ខ្ញុំទាយថា Inter Milan ស្មើគ្នាជាមួយនឹង Bayern 2-2ស្មើគ្នាឬក៏អាចមួយស្មើ Inter ទប់ជាប់អត់ឈ្នះ Inter ទេទៅជើងទី2នៅក្នុងទឹកដី Inter វិញហើយ Inter ឡើងបងប្អូនបាទខ្ញុំថា Inter Milan ឡើងយប់មិញបងប្អូនបាទ Real Madrid ចាញ់ Arsenal Real Madrid ចាញ់ Arsenal មិននឹកស្មានបងប្អូនអើយបាទមិននឹកស្មានថា Real Madrid ចាញ់ Arsenal ច្រើនគ្រាប់ខ្ញុំថាបើចាញ់តិចតួចទេបាទអាចនឹងចាញ់តិចតួចក៏ប៉ុន្តែនេះចាញ់ធ្ងន់ចាញ់ដល់ទៅ3គ្រាប់ណាបងប្អូនការគ្រប់គ្រងបាល់ Arsenal លើ Arsenal គ្រប់គ្រងបាល់ 53% ទល់នឹង 47% ការសុទ្ធ Real Madrid សុទ្ធបានតែ9ជើងទេចំគោលដៅ3អត់ចូល9ជើងចំគោលដៅ3អត់ចូលមកសម្រាប់ Real ខណៈដែល Arsenal សុទ្ធ2ដណ្ដប់ជើងចំគោលដៅ11មិនណាយអើយបាទសុទ្ធ12ដងចំគោលដៅ11ចូលបាន3ទីបាត់គោលតសង្គ្រោះ8ដងបាទក្រៅតែពីគោលតខ្ញុំថាយកមកនឹង Real Madrid អាចនឹង6 7គ្រាប់របូតគ្រាប់បាល់ Arsenal សុទ្ធខ្លាំងណាបាទហើយសុទ្ធបច្ចេកទេសសុទ្ធលយ
គូតัวសង្គ្រោះបានដល់ទៅ8របូត3ប៉ុណ្ណឹងខ្ញុំថាមិនអីទេគូតัวល្អប៉ុន្តែមកពីប្រព័ន្ធការពាររបស់រៀលម៉ាឌ្រីតជ្រាយបើថាអ្នកចាំទីទុនមិនទុនទេដូចបាល់ free kick លើកទី1របស់ Declan Rice free kick នោះមិនណាយឲ្យសុទ្ធចេះសុទ្ធទៅស្ដាំដៃចេះកោងចូលចេះឲ្យទៅកូនតួឯណាចាប់បានលោកអើយចង់ណែស្ដាច់កូនតួមកពីណាក៏ចាប់បានទេបាល់នេះកោងចូលអស់លីងទៅហ្មងអញ្ចឹងបាល់នេះមិនមែនកំហុសអ្នកចាំទីទេហើយក៏មិនមែនជាកំហុសខ្សែការពារដែរដោយសារតែការទាត់បាល់ free kick នេះវាស្អាតពេកកោងផុតពីខ្សែការពារពីរនាំងរបស់រៀលម៉ាឌ្រីតមកស្អាតកោងស្អាតគ្រាប់ទី1កោងចូលពីជំនាញស្ដាំដៃកំហុសនៅពីលើត្បូងទូកជាលើកទី2ដែលខ្សែការពាររបស់ក្រុមរៀលម៉ាឌ្រីតបាទរំខានទៅលើកីឡាកររបស់ក្រុមអាហ្សេណលបើមិនរំខានក៏កើតឡើងគ្រាប់បាល់ដែរបាទក៏គ្រោះថ្នាក់ដែរកើតឡើងគ្រាប់បាល់ដែរអញ្ចឹងរំខានសុខចិត្តឲ្យបាល់ free kick អញ្ចឹង free kick លើកទី2 Declan Rice ដដែល Declan Rice ទាត់ពីលើត្បូងទូកមិនណាយអើយមុំកែង90 degree ហ្មងបងប្អូនអើយបាទស្អាតណាស់មកជើងស្ដាំនោះបងប្អូនហើយគ្រាប់ទី1ក៏ស្អាតគ្រាប់ទី2ក៏ស្អាតនិយាយពីបាល់ free kick របស់ Declan Rice មិនងាយមានទេទាត់ free kick 2ដងចូលទាំង2ដងហើយសុទ្ធតែបាល់ស្អាតបាទបាល់2គ្រាប់របស់ Real Madrid Arsenal នេះជាកំហុសដែលបង្កឡើងពីសំណាក់ខ្សែការពារហើយនិងខ្សែបម្រើធ្វើឲ្យមានបាល់ free kick ក៏ប៉ុន្តែការសុទ្ធ free kick នេះអត់មានអ្នកណាទៅចាប់បាល់នឹងកោទេព្រោះថាបាល់វាស្អាតពេកបាទអញ្ចឹងកើតឡើងជាផ្លូវការ 2-0 បាទចូលតង់ទី2បងប្អូនណា 2-0 មួយផ្លែតបាទនាទីទី70ជាងអាសនលនៅទៅបុកបាន2គ្រាប់ហើយនៅទៅសម្រុកទៅលើរៀលម៉ាឌ្រីតខ្ញុំប្លែកត្រង់ថាកម្រិតរៀលម៉ាឌ្រីតគឺជាគីឡូ Champions League គីឡូយ៉ាក់ហ្មងធំជាងគេនៅលើពិភពលោកអាសនលអត់ព្រឺអាសនលសុទ្ធបានមួយសម្រុកទៅរកគ្រាប់បាល់មួយគ្រាប់ទៀតដាក់ free kick បានមួយគ្រាប់ទៀតឡើង2បាន2អាសនលនៅទៅបុកទៅលើរៀលម៉ាឌ្រីតទៀតបុកហើយមិនបុកទៅនឹងចេះតែបុកទេអាសនលណាគេទៅនឹងគេជប់បាស់រកបលោះសុទ្ធគឺចំគោលដៅរបស់អាសនលមិនមែនចេះតែសុទ្ធតែពីណាពីណីទេរៀលម៉ាឌ្រីតសុទ្ធពីណាពីណីបងប្អូនអាសនលអត់សុទ្ធពីណាពីណីទេឲ្យតាសុទ្ធចំគោលដៅក្នុងថ្នាក់ពីដណ្ដប់ជើងចំគោលដៅមកដណ្ដប់ជើងយើងគិតទៅអត់ចំគោលដៅតែមួយអាគុត block បាទអាចនឹងចំគោលដៅទាំងពីរដណ្ដប់បាទអញ្ចឹងបាន2ហើយបុក Lewis Kelly ចុងម៉ោងនាទី7ជាងហើយក្រោះបាល់ចូលមកឲ្យមក Mikel Merino ដាក់គ្រាប់ទី3សុទ្ធមកជើងឆ្វេងពេនស្អាតណាស់បច្ចេកទេសសុទ្ធស្អាតគ្រាប់ទី3នេះបច្ចេកទេសដោយក្បួនក្បាច់របស់ Arsenal ពេញធឹងហ្មងបាទពេញធឹង 3-0 ចាប់ការប្រកួតបងប្អូនណាតាំងទី1 Arsenal លេងធម្មតាឲ្យរៀលលេងដែរលេងមកល្មមទប់សម្រុកទៅមកខ្លាចគ្នាទៅវិញទៅមក Arsenal ដល់ទៅពេលចូលតាំងទី2 Arsenal លេងដើមតាំងទី2 Arsenal ចាប់ផ្ដើមលេងធម្មតាដដែលហើយក៏នាទីទី5ជាងចាប់ផ្ដើម Arsenal សម្រុកតិច Arsenal គៀងបងប្អូន Arsenal គៀងសម្រុកមកល្មមយូរគៀករត់យកគៀនាទីទី6ជាងចាប់ផ្ដើមរត់យកដោយមិនដឹងខ្លួន Arsenal ជន់ទៅលើ Real Madrid ដោយមិនដឹងខ្លួនមើលខ្ញុំមើលណាបងប្អូនមើលទៅ Arsenal បុកម្ដងតិចអត់ដឹងថា Arsenal នឹងចាប់ផ្ដើមជន់យកពីពេលណាមកបុកយកយូរសុទ្ធយកនៅជើងតង់ទី2បងប្អូនតង់ទី2ខ្ញុំសុំមើលតង់ទី2បន្តិចបាទតង់ទី2 Arsenal ណែខ្ញុំមើលនេះធួនឌីតង់ទី2 Arsenal សម្រុកសុទ្ធ7ជើង45នាទីលើកទី2បុកយកហ្មងបាទរៀលម៉ាឌ្រីតសុទ្ធតែ3ជើងទេចំគោលដៅ1អត់ចូល Arsenal សម្រុកតង់ទី2 7ដង7ជើងចំគោលដៅទាំង7បាទបងប្អូនចំគោលដៅទាំង7ហើយចូលបាន3 7ដងហ្នឹងចូលបាន3គោលទាល់សង្គ្រោះបាន4ហើយចុះបើចូលទាំង7ហ្នឹងមិនអាម៉ាស់ពេញផែនដីទេសុទ្ធសម្រុក7ជុតសុទ្ធ7ជើងចំគោលដៅទាំង7ចូល3តង់ទី2បុកយកហ្មងបងប្អូនអូយឲ្យទៅសុទ្ធចំគោលដៅសុទ្ធនេះគោលទាល់ទក់សាច់យកមិញបងប្អូនទក់សាច់ទីបាត់គោលទាល់គណៈដែលដាវីតរ៉ាយ៉ាអើងហើយអត់សូវទៅនេះអត់សូវរវល់រ៉ាយ៉ារៀលម៉ាឌ្រីតសុទ្ធបាន3ជើងចាំគោលដៅតែបាល់អត់សូវមុតទេរ៉ាយ៉ាចាប់បានល្អបាទ3ដងតែប៉ុណ្្នឹងឯងក្រៅពីនឹងរ៉ាយ៉ាឈរធ្វើមិនដឹងតង់ទី2រ៉ាយ៉ាគ្មានរវល់ទេ
và tôi chỉ là vô tập đi bắt cô toa và pon cà phê bật ọt cao và sắp Real Madrid tụp Arsenal ọt chuột Arsenal chập cái bùn chuột ta cái lon Celtic mà Mikel Arteta chập chuột chẳng nom ao cao sắp này tí ní Arsenal thua ba Real Madrid bay tôi nương sồn bà bay tôi nương sồn trăm tầm mà play cho tăng TP bằng bộ này bà bay tôi nương sồn đi chỉ hết nom ao cả tuột tiền nơi lưu bị phục lục mình trăm tập nhóm mấy bộ pin bị phục lục nên na có tiền tha chương tí mũi ní ai chẳng smartយ៉ាងច្រើនអាសនលឈ្នះមកគ្រាប់អីទេទៅទឹកដីរៀលម៉ាឌ្រីតវិញចុកឈាមហើយបាទប៉ុន្តែបើតាមទំនងលេងបែបនេះហើយ3គ្រាប់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមអាសនលបែបនេះទៅទឹកដីរៀលក៏រៀលវេទនាដែរហើយលេងរបៀបដូចកាលពីយុគមិញនេះមិនឈ្នះអាសនលទេទៅទឹកដីរបស់រៀលម៉ាឌ្រីតក៏អាសនលស៊ូមស៊ូអាសនលថែមបាទខ្លាចតែអាសនលមិនលេងព្រោះថាមាន3គ្រាប់ហើយតើរៀលម៉ាឌ្រីតលេងឲ្យលេងទប់វាបកហើយឬក៏ទប់ត្រឹមយក0ស្មើហើយអាសនលឡើងអាចថាអញ្ចឹងអាចនឹងរឿង boring ដោយសារ Arsenal អត់លេងទេជើងទី2តែ Real Madrid នឹងចាប់បង្ខំឲ្យលេងបាទសម្រាប់ក្រុម Real Madrid នឹងចាប់បង្ខំឲ្យ Arsenal លេងជំទាយណាបងប្អូនណាអាចនឹងចាប់បង្ខំឲ្យ Arsenal លេងតែ Arsenal នៅតែមិនចង់លេងចឹងតែ Real Madrid ឡើងអស់ Arsenal បានបាល់ទៅវិញស្រួល Arsenal ដាក់មុនទៀតបាទជើងទី2ព្រោះថាបងប្អូនអាសាតាមដានណាបើ fan Arsenal បានដឹង Arsenal គឺជាក្រុមមួយលេងប្រយ័ត្នទោះប៉ះក្រុមទូចប៉ះក្រុមធំមិនក៏ដោយប្រយ័ត្នហើយអាសនលតាំងទី1មិនសូវលេងទេអាសនលតាំងទី1គឺតែងតែស្ទាបស្ទង់គូប្រកួតថាគេល្អដល់កម្រិតណាចូលតាំងទី2បានអាសនលចាប់ផ្ដើមសម្រុកបន្តិចស្រាប់តែសម្រុកមកអស់ពេញធឹងហ្មងហើយរត់យកហ្មងអាសនលលេងរបៀបអញ្ចឹងបាទលេងរបៀបអញ្ចឹងការធ្វើបែបហ្នឹងនាំឲ្យរៀលម៉ាឌ្រីតលេះឡាស់យកមិញចង់បែកទំនងលេងបងប្អូនទប់អាសនលអត់ជាប់សុទ្ធ7ជើងតាំងទី2សរុបទាំងអស់លេងពីដណ្ដប់ជើងចំគោលដៅមកដណ្ដប់ដងចូលបាន3គ្រាប់បងប្អូនអើយគោលតសង្គ្រោះបាន8មិនធម្មតាទេកុំអីនឹងបើចូលទាំងមកដណ្ដប់នោះមិនសល់ភ្នែកហើយទេអាម៉ាស់បងប្អូនក៏គោលតល្អណាស់ក្រៅតែពីគោលតខ្ញុំថារៀលម៉ាឌ្រីតអាម៉ាស់មែនអាចបានច្រើនគ្រាប់អាច7 8គ្រាប់ក្រៅពីគោលតសង្គ្រោះបាល់ free kick 2 ដងអត់បានហើយការទាត់បាល់ដ៏ល្អរបស់ Mikel Merino បាល់ស្អាតពេកបាទបាល់សុទ្ធល្មមក៏បញ្ចូលជាមួយនឹងគោលតដែរបាទប៉ុន្តែបាល់ស្អាតពេកក្រៅទៅពីគោតងធ្ងន់យកបាញ់ធ្ងន់យកទៅមែនតែមិនធ្ងន់ធម្មតាទេបាទអញ្ចឹងបងប្អូនយើងខមមិនចង់សួរមានអ្នកឆាតមកទៀតថាខ្ញុំនិយាយថាតើជើងទី2 Arsenal និង Real Madrid តើ Real Madrid អាចវាយទម្លាក់របស់ Arsenal បានអត់ Real Madrid អាចវាយបកទម្លាក់ Arsenal បានអត់បងប្អូនយើងអាចគិតបានអ្នកបងប្អូនដែលស្រឡាញ់ Real Madrid បងប្អូនដែលមិនស្រឡាញ់ក៏ដោយបងប្អូនអាចវិភាគក្នុងដួងចិត្តខ្លួនឯងបានថាតើទៅរួចជាមួយ Arsenal អត់អាចទម្លាក់ Arsenal បានអត់បើទម្លាក់ Arsenal បានលុះត្រាតែ90នាទីសុទ្ធ 4-0 មកលើ Arsenal វិញហើយយើងសម័យទំនងលេងកាលប្រយុទ្ធមិញនេះ Arsenal លេងប្រយ័ត្នជើងក្រោមសឹងអីហ្នឹងបើទោះក្នុងដីក្រោយក៏ Arsenal ប្រយ័ត្នដែរចុះតម្រាំក្រៅដី Arsenal លេងឡើងក្រោយបាទហើយវាយបកមួយហ្នឹងគឺច្បាស់ណាស់ឲ្យតែទៅដល់សុទ្ធចំគោលដៅ Arsenal បាទហើយប្រព័ន្ធការពាររបស់ Arsenal មាំមិនមែនត្រឹមតែខ្សែការពារទេគឺចុះការពារទាំងប្រយុទ្ធទាំងបម្រើអាហ្នឹងសម្រាប់ Arsenal អញ្ចឹងជើងទី2បងប្អូនយើងសម័យមើលថាតើអាចរៀលសុទ្ធ 4-0 មកលើ Arsenal បានអត់ឬក៏សុទ្ធ 3-0 មកវិញដើម្បីបន្តដំណើរទៅវគ្គថែម15នាទី2ដងហើយបើសិនពី15នាទី2ដងនៅស្មើទៀតថែមពេលនាទីចូលដល់វគ្គពេលនាទីហ្មង11ម៉ែត្រកាត់ក្តីអាចសម័យដល់នោះអត់បងប្អូន 3-0 មកវិញអាចក៏ប៉ុន្តែភាគរយបន្តិចព្រោះ Arsenal មិនមែនទៅឈរឲ្យសុទ្ធឯណាអាចបើកម្រិត Manchester City ការលេងជាមួយនឹងReal Madrid ថ្ងៃមុនណាខ្ញុំថាអាច Real Madrid ដាក់បានតែនេះ Arsenal កម្រិត Liverpool សប្តាហ៍ថ្ងៃឥឡូវចង់ឡើងលើ Liverpool ផង Arsenal នៅអង់គ្លេសមាន Arsenal ឥឡូវ Liverpool ចង់ធ្លាក់បន្តិចវិញបាទចង់ធ្លាក់បន្តិចវិញ Arsenal ខ្លាំងណាអញ្ចឹងបើថា 3-0 មកវិញខ្ញុំពិបាកសម័យចុះ 3-0 មកវិញតើ Arsenal តដៃបានអត់កម្រិត Arsenal ខ្ញុំថាតដៃ Real Madrid បានតដៃបានទៅវិញហើយអាចនឹងបានមកគ្រាប់ទៅវិញដែរស្រួលរៀលដាក់3ដែរតែ Arsenal ដាក់បាន1មកវិញអីចឹងទៅនៅតែធ្លាក់ Real Madrid វិភាគរយតិចបំផុតដែល Real Madrid ឡើងទៅកាន់វគ្គបន្តប្រសិនបើ Real ឆ្លងផុត Arsenal បានមែនណាវាជារឿងមួយដែលមិនធម្មតាទេបាទអ្នកណាក៏គេនិយាយដែរថាកុំនិយាយអញ្ចឹងបាល់មូលមិនបាល់សប៉ែតឯណាបាទបាល់មូលអញ្ចឹងអាច Real Madrid ដាក់3គ្រាប់4គ្រាប់ឡើង 5-0 ទៅលើ Arsenal ជើងមើលមិនឃើញវាអាចអញ្ចឹងដែរណាវាមើលមិនឃើញប៉ុន្តែបើតាមទំនងលេងបញ្ជាក់មកច្បាស់យើងមើលកាលពីម្សិលមិញហ្នឹង
mới khơi nâng phê nếch Arsenal lúc buộc bùm mùi nè bông ôn sợ cái là còn sầm khăn và Real còn bùm mùi đã cầm tay cái là còn bỏ Real để nơi đập mùi nè đập ôn nơi full pin cho Arsenal phong cả ví dụ mình bọn ta khamiên sạch ball lột cho mình Arsenal sao và bọn ca pi Arsenal nén chập chuột đúng không bờ Junior này trời ban Julian Timber lê khamiên ai thưa ai ban này Mbappe Clay chuột pi William Saliba hai nâng nè tiết chẳng gặp khi giờ và chuột sẽ đâm đai Rodrigo chênh mình rui pi về Scully thì chênh ở rui thì chuột chật chừng nó bằng Thomas Partey Declan Rice Clay chuột nằm bắn bầm ra đôi chân Luka Modric Camavinga chênh ba mình rui bà Linh là biếm trắng chương tí pí công dần khâm cho mình Arsenal bông bồn bà Linh là biếm trắng nó Clyde Taroti quạt nè bắt đầu tụm rung lên quạt bắt đầu vô tờ sạp xe như chân tới và bắt đầu vô tờ sạp xe như nó bạn đấy cái là co Arsenal cái vùng tầm miền tụm nục chật cái vùng tầm miền phim chư chuyện bà chúng ta Arsenal ở trên này Real đấy chương tí pí bà ở trên này thì có phần tay Real Madrid mình sụt crop bao đo cầm đất đại tụm lệ Arsenal bàn thì nâng ở đó bọc giống bông bồn và yangច្រើន2 0 ឬក៏អាចបាន3សុទ្ធតែ Arsenal ដាក់វិញដែរតែសុទ្ធច្រើនពេក Arsenal ដាក់វិញហីបុកខ្លាំងពេកឧទាហរណ៍ថាបាន3គ្រាប់មកវិញវាមិនស្មើគ្រាប់បាល់ជាមួយ Arsenal អញ្ចឹងត្រូវថែមម៉ោងប៉ុន្តែស៊ូថាបាន3គ្រាប់មកវិញតើ Arsenal អាចទប់ឲ្យ Real Madrid clean sheet បានអត់ Real បើកឆាកជើងទី2ដឹងតែជន់យកទៅលើ Arsenal ហើយចុះជន់យកហ្នឹងប្រសិនបើជន់ហើយបុក Arsenal មិនធ្លុះពេល Arsenal បានបាល់ហើយ Real Madrid ឡើងមកអស់តើទប់ Arsenal ជាប់អត់ Arsenal ទៅភាគរយគឺចំគោលដៅហើយសុទ្ធស្អាតសុទ្ធច្បាស់ណា Arsenal អញ្ចឹងមានន័យថាជើងទី2ខ្ញុំថា Real Madrid មិនឈ្នះ Arsenal ដោយការ clean sheet ទេគឺឈ្នះដែរតែឈ្នះមិន clean sheet អញ្ចឹងនៅតែគ្រាប់បាល់អាច Arsenal នៅតែមានភាគរយខ្ពស់ឡើងពីដំបូងខ្ញុំថា Arsenal ហើយនឹង Real Madrid អាចនឹងស្មើគ្នាជើងទី1ទៅទឹកដី Real ខ្ញុំថា Real ឈ្នះ 1-0 អីឬក៏ 2-0 2-1 អី Real ឡើងឥឡូវការគិតរបស់ខ្ញុំគឺតណើបខុសឆ្លាស់180ដឺក្រេបងប្អូនហើយខុសឆ្លាស់ហ្មងមក Arsenal បុកសុទ្ធទៅលើ Real 3-0 ងាប់ 3-0 តាមមិនណាទេលោកអូយឆ្ងាយពេកបាទ Arsenal បាទមិនក្រុមកដោកឡាត់ផ្សេងៗណាទោះជាមិនធ្លាប់ឈ្នះ Champions League បទពិសោធន៍មិនច្រើននៅ Champions League ប៉ុន្តែទម្រង់លេងរបស់ពួកគេនេះគឺជឿជាក់ខ្លាំងណាស់ Arsenal ជឿជាក់ខ្លាំងណាស់ Arsenal ប្រសិនបើឡើងទៅដល់វគ្គ semi final ហើយទៅជួប Paris Saint-Germain ខ្ញុំថា Paris ធ្លាក់ត្រឹម Arsenal បាទធ្លាក់ត្រឹម Arsenal តែបើ Arsenal ឡើងមិនរួចត្រូវបាន Real វាយបកបានហើយ Real ឡើងទៅហើយ Paris ឡើងដែរខ្ញុំថា Paris អាចនឹងបានដល់វគ្គផ្ដាច់ព្រាត់អាចនឹងឈ្នះ Real ឬក៏អាចថាពេលនាទីចាញ់ Real វិញខ្ញុំទៅឡើងដល់វគ្គផ្ដាច់ព្រាត់អាចជួប Barca អញ្ចឹងទៅណាបាទតែប៉ុន្តែ Barca នឹងឆ្លងផុត Dortmund អត់បើថាជួប Arsenal ខ្ញុំថា Paris រឿងយ៉ាប់បាទរឿងយ៉ាប់ Arsenal រឹងជើងក្រោម Paris ចូលរួចទេបាទសំបី Real Madrid ចូលចុះផងបងប្អូនអញ្ចឹងជើងទី2សម្រាប់ក្រុម Real Madrid ហើយនឹង Arsenal ខ្ញុំយល់ឃើញថា Real Madrid នឹងដាក់ដង្ហើមនឹងគូតហើយចូលមកដល់ជើងទី2ហើយជន់យកហ្មងទៅលើ Arsenal តែការជន់យករបស់ Real Madrid ក៏រឿងប្រយ័ត្នដែរតែបើសិនតែជន់មិនប្រយ័ត្នឡើងមកទាំងអស់ខ្ញុំថា Arsenal សុទ្ធមុនទៀតArsenal សុទ្ធ Real Madrid មុនទៀតនៅក្នុងទឹកដី Santiago Bernabeu បាទសុទ្ធមុនទៀតព្រោះតែ Arsenal វាបកច្បាស់ហើយជើងក្រោមគេមុំចូលមិនចុះតែប៉ុន្តែចូលហើយអាចនឹងសុទ្ធបាន2គ្រាប់មកវិញអាច2-1ឬក៏3-1មកវិញអញ្ចឹងគ្រាប់បាល់មិនគ្រប់គ្រាន់សម្រាប់ការទម្លាក់ Arsenal ទេតាំងណាបាទខ្ញុំថាបើត្រឹម1គ្រាប់ឬ2គ្រាប់អី1គ្រាប់មានសង្ឃឹមអាចវាបកបាន2-1ឬក៏2-0បាទអាចបាន2-0មកវិញសម្រាប់ Realតែដល់ពេលឡើង2គ្រាប់កាន់តែតឹងទៀតតែខ្ញុំថាបើ2គ្រាប់នៅតែ Real Madrid អាចឡើងបានដែរអាចវាបកបានដែរក៏ប៉ុន្តែវាតឹងណាតែអាចបានមានក្តីសង្ឃឹមខ្ពស់ដល់ទៅពេលឡើង3គ្រាប់វាពិបាកនិយាយច្រើនពេកបើ3គ្រាប់នេះច្រើនពេកមិនក្តៅកាឡាតអីមកឲ្យ Real Madrid សុទ្ធមកវិញធម្មតាឯណា Arsenal ជើងក្រោមមុំណាបាទមុំយល់តែមែនទេហើយលេងត្រូវជើងគ្នាល្អកំពុងមានទំនុកចិត្តខ្លាំងណាបាទសម្រាប់ Arsenal អញ្ចឹងជើងទី2ខ្ញុំថាមិនមានគ្រាប់បាល់គ្រប់គ្រាន់សម្រាប់ការទម្លាក់ Arsenal បានទេសម្រាប់ Real Madrid តែ Real ឈ្នះតែឈ្នះមិនច្រើនទេអាច 3-1 មកវិញអញ្ចឹងនៅតែ Arsenal លើសគ្រាប់បាល់ទេអាច 3-1 over ទៀតបើគូនឹង over ជើងទី2ព្រោះថា Real បុកReal ជន់ហើយអត់មានទុកទេអត់មានលាក់លៀមទៀតទេ
chẳngខ្ញុំពិតជាអធិស្ឋានបងប្អូនយើង fan ដែលស្រឡាញ់ Real Madrid ខ្ញុំមើលឃើញអញ្ចឹងមែនបងប្អូនយើង fan Real Madrid ក៏មើលឃើញអញ្ចឹងដែរបាទយើងប្រកាសប្របាក់ប្រកែកដែរបើយើងឃើញភ្នែកហើយទំនងលេង Arsenal យប់មិញនេះវាឥតខ្ចោះហើយជើងក្រោមឲ្យ Real ចូលចុះផងបាទហើយវាបកច្បាស់សុទ្ធចំគោលដៅ Lampagano បាទពី10ជើងចំគោលដៅមកដល់10គិតមើលទៅឲ្យចូលដល់3សង្គ្រោះ8ដងឲ្យចុះបញ្ចូលទាំងមកដល់10គ្រាប់នឹងងាប់ហើយទេបាទក្រៅពីកូនទាស់ធ្ងន់មែនហ្នឹងអាចយ៉ាងហោចណាស់ក៏របូត3 4គ្រាប់ទៀតដែរសិតអាច7-0បាទសម្មិញបើសិនជាក្រៅពីកូនទាស់បើអាច Lunin ស្រួលមែនណាបាទតែកូនទាស់បាល់ល្មមសុទ្ធចូលទេតែបាល់3គ្រាប់នោះសុទ្ធតែវាស្ដាច់គ្រាប់បាល់ហើយបាទស្អាតអញ្ចឹងសុទ្ធសង្គ្រោះមិនបានខ្ញុំមិនខឹងកូនទាស់នៅតែល្អយមិញបន្ទុកគាត់ច្រើនណាបាទនៅតែល្អគាត់សង្គ្រោះ8ដងផ្សេងទៀតនោះរបូត3ប៉ុណ្ណឹងអត់បញ្ហាទេបាទប្រព័ន្ធការពាររបស់ Real Madrid នឹងជ្រាយចាប់ប្រព័ន្ធប្រយុទ្ធរបស់ក្រុម Arsenal អត់បានទេបាទសម្រាប់ប្រព័ន្ធការពាររបស់ Real Madrid ជើងទី2បើលេងរបៀបអញ្ចឹងទៀត Arsenal ថែមបាទស្រួលចាញ់ Arsenal ទៀតបាទតែខ្ញុំនិយាយលក្ខណៈថា Real Madrid លាក់មកអស់ដៃហើយពានរង្វាន់មួយនេះពួកគេតែងតែធ្វើបានល្អអញ្ចឹងខ្ញុំនៅតែជឿជាក់ថា Real Madrid អាចនឹងឈ្នះមកវិញតែឈ្នះនៅតែមិនគ្រប់គ្រាប់បាល់នៅក្នុងការឡើងទៅកាន់វគ្គ semi final អញ្ចឹងបាទនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះបងប្អូនយើងបាទអ្វីក៏អាចព្រួលប្រែបានដែរសវណ្ណរាជគាត់និយាយចឹងបាទដូចខ្ញុំគិតអញ្ចឹងខ្ញុំបាននិយាយថាអ្វីក៏អាចព្រួលប្រែបានដែរក៏ប៉ុន្តែរឿងនេះវាអាចដែរគាត់ថាវាភាគរយខ្ពស់ដែល Arsenal វាអាចនឹងឡើងទៅបាទការខមមិនពាក្យថាអ្វីក៏អាចព្រួលប្រែបានដែរហើយការខមមិនពាក្យថាបាល់មូលវាកើតឡើងច្រើនណាដូច Barcelona ឈ្នះច្រើនគ្រាប់ហើយ Roma ទៅដាក់វិញធ្ងន់ Barcelona ដាក់ Liverpool មកកណូគ្រាប់នៅក្នុងទឹកដី Barca ត្រឡប់ទៅទឹកដី Liverpool ដាក់ 4-0 សិតតែជារឿងដែល comeback សាហាវ Barcelona ចាញ់ Paris 4 គ្រាប់នៅក្នុងទឹកដី Paris ត្រឡប់ទៅដល់ទឹកដី Barca comeback បាន6-1ទៀតកាលពីឆ្នាំ2017សិតតែអាចកើតឡើងប៉ុន្តែយើងមើលទំនងលេងរបស់ Arsenal នេះជើងទី1នេះខ្ញុំនិយាយនឹងផ្អែកតែទម្រង់លេងទេបងប្អូនបាទខ្ញុំអត់មានទៅនិយាយទៅកាន់ជើង Arsenal ស្អីទេបាទខ្ញុំមិនមែន fan Arsenal បងបាទយើងមើលតែទម្រង់លេងទេបាទទម្រង់លេងយ៉ាងម៉េចខ្ញុំថាអញ្ចឹងហើយខ្ញុំអត់ចូលចិត្តពលឹះអីញ៉ៃទេខ្ញុំអត់ចូលចិត្តពលឹះអីទេបាទអញ្ចឹងខ្ញុំថា Arsenal មុំជើងក្រោមអាចរៀលដាក់វិញដែរក៏ប៉ុន្តែដាក់មិនបានដល់កម្រិតដែលថាទម្លាក់ Arsenal បើដាក់បានយល់ទៅវាជារឿងមួយដែលអស្ចារ្យហើយអាចនឹងកើតឡើងដែរបាល់មូលបងប្អូនយើងថាបាល់មូលហើយអ្វីក៏អាចកើតឡើងបានដែរការខមមិនបែបនេះគឺអត់ខុសទេក៏ប៉ុន្តែខ្ញុំគិតថាអ្នកខមមិនគាត់ក៏យល់ដែរព្រោះថានេះវា3គ្រាប់ហើយគូតែទទួលស្គាល់ថានេះគឺជាគ្រាប់បាល់ទាំង3ដែលក្រុមដែលកំពុងតែល្អហើយគេមាននៅក្នុងដៃហើយត្រឡប់មកលេងក្នុងដៃខ្លួនឯងវិញវាមានសម្ពាធធំបាទសម្ពាធធំអត់ទេមែនតាបាទprocess ខ្ញុំថាបើក្រៅពី Arsenal អាច comeback បានយ៉ាងហ្នឹងបាន 4-0 មកវិញតែ Arsenal នេះ Arsenal គឺជាក្រុមលេងប្រយ័ត្នបំផុតទាំងក្រៅដីទាំងក្នុងដីសំបីក្នុងដីយប់មិញខ្លួនឯងក៏លេងប្រយ័ត្នដែរ Arsenal ប្រយ័ត្នយប់មិញប្រយ័ត្នហើយវាបកមុតប៉ុណ្្នឹងឯងប្រយ័ត្នArsenal មិនមែនចេះតែទៅឆុងឆាំងទេបាទខ្ញុំទៅសារ Arsenal កន្លែងហ្នឹងតែបើក្រៅពី Arsenal អាច comeback បានដូចជាឧទាហរណ៍ Paris ឡើងមកទាំងដុល Barcelona ក៏ឡើងទៅទាំងដុលដែរអត់សូវខ្វល់រឿងការពារក្រោមបានទេតែ Arsenal ឡើងផ្សេងអ្នកការពារ 3-4 អ្នកខាងក្រោមនេះគ្មានឡើងទេអត់ឡើងទេនៅហ្នឹងចាំទប់ការវាយបករបស់ Real Madrid ក្នុងដីខ្លួនឯងហើយត្រូវការគ្រាប់ផងយំមិញទប់វាយបកដែរតើបាទមិនសម្រាប់គូហែតទេមិនសម្រាប់ Real Arsenal យំមិញលេងប្រយ័ត្នអញ្ចឹងការទៅលេងក្នុងទឹកដី Real Madrid ខ្ញុំថានៅតែលេងប្រយ័ត្នចឹងឯងហើយគ្រាប់បាល់ដែលកើតឡើងគឺស្ដួចស្ដើងណាស្រួមគ្មានគ្រាប់ផងជើងទី2បើ Arsenal តាំងចិត្តថាលេងទប់បាទបើ Arsenal ឡើងផុត Real អាចស្រួលលើកពានមែនណាបាទស្រួលលើកពានបើតែខ្លាចតែប៉ះ Barcelona យ៉ាប់ដែរបាទអាចដែរបងប្អូនយើងបាទខ្ញុំបានហើយរឿង Real Madrid ហើយនឹង Arsenal ត្រឹមប៉ុណ្្នឹងបានហើយខ្ញុំយល់ឃើញប៉ុណ្្នឹងបងប្អូនយើងយល់ឃើញយ៉ាងណាក៏បងប្អូនយើងអាច comment ណាបងប្អូនណាបាទយប់មិញ Real Madrid លេងអត់ត្រូវជើងគ្នាទេបាទខ្ញុំស្ដាយដែរបងប្អូនអើយបើកម្រិត Real Madrid តែមកចាញ់ច្រើនគ្រាប់ចឹងវាខ្លះចង់មានអារម្មណ៍ចង់សេតបាទជើងទី2ទៅទប់អាម៉េចបាទបើ Real Madrid ចូលមកដល់លេងទប់វាយបកជាមួយ Arsenal វាស្មើនឹង Real Madrid ព្រមចាញ់មែនចូលមកលេងទប់ធ្វើអីទៀតបើរបូត3គ្រាប់ហើយហ្នឹងទប់ធ្វើអីទៀតមានដាក់ដង្ហាលនឹងគូតបាទ
tục tới ai tiền tại hiện tại lên tục mà đừng Real Madrid prom chọc tránh prom thẹt trầm vẹn nắng còng thôi chừng Arsenal hai bà Real Madrid lên tục công sừng khâm tha Arsenal lên sầm lọc tới đó mà Arsenal bán lấy lên ai nữa mà đừng còng Arsenal lao ta mau chừng ít Arsenal lên mà còng rồi mà hay ta lao mà anh đang Arsenal bắt đánh bao trao này đánh bao trao chẳng Real tới ta sầm lọc chỉ trăm bạch chúng ta Arsenal không miên rương ấy đặt Arsenal tới sân thop Real Madrid dốc crop ball mà thay một không miên đây miên từ Real Madrid chỉ điện sân thop mà vinh và khi miên hai Paul đây Real Madrid liên tục đi và ban nào ta bộc trào pê phịch tục trường cáo Arsenal time cào tê và rương năng cứ bộc bạ cho nó tới sầm piết việt lệ từ Real Madrid đang thủng na và sầm piết ngon na và sầm đạp Real Madrid ok xong mình chọn rương Arsenal nâng Real Madrid trầm tay bên này bóng bóng dừng ná bà chương tí phí khiêm xong dây một đầu tiên á Real Madrid nâng chiến Arsenal vấn tay mình cướp bao không cao tầm lệ Arsenal thì và hay Arsenal xuất vinh đài ở chương tí phí ai bay mùi ấy bà đọc pram UCL tôi dùng người sôn UCL mà Real Madrid lên đài chiến Arsenal phần này và phiên von player mẹ tranh hình smile lệ đài chiến phần này và bóng bóng dương mà xong mình chọc đứng nâng trầm bên và bà đây trả lời bóng bóng dương bà Xong cho Barcelona hai những Borussia Dortmund Barcelona កំពុងតែជាបងធំដែលធំជាងគេនៅអេស្ប៉ាញនៅក្នុងរដូវកាលនេះហេតុអីបានខ្ញុំថា Barcelona ធំជាងគេធំជាង Real Madrid ទៀតព្រោះពួកគេកំពុងតែលេងល្អហើយកំពុងតែមានបន្ទុកលើ Real Madrid ទៀតនៅ La Liga ដូច្នេះហើយហេតុផលគឺរឿងហ្នឹងទើប Barcelona ធំជាងគេនៅ La Liga រដូវកាលនេះពួកគេកំពុងតែឡើងជើងខ្លាំងលេងទល់ជាមួយនឹងក្រុមកំពុងតែធ្លាក់ជើងខ្លាំងនៅឯ Bundesliga គឺ Dortmund ធ្លាក់នៅ Bundesliga នឹងសម្រាប់ Dortmund ណាប៉ុន្តែ Dortmund មិនធ្លាក់នៅ Champions League ទេជើង Dortmund លេងនៅ Champions League ល្អណាស់បាទល្អអញ្ចឹង Barcelona មិនងាយស្រួលសម្រាប់ការហូបចុកទៅលើ Dortmund ទេបាទ Dortmund លេងនៅ Champions League ឡយបងប្អូនបាទមិនងាយទេ Barcelona ស្រួលត្រូវឆ្នាំខ្លាំងរបស់ Dortmund វិញបាទតែបុកខ្លាំងពេក Dortmund ដាក់ភ្លុច Dortmund គឺជាក្រុមវាយបកមុតស្រួចប្រព័ន្ធការពាររឹងមាំនៅក្នុងពានរង្វាន់ Champions League តែបើនៅឯ Bundesliga ពួកគេរោករ៉ាបាទសម្រាប់ Dortmund រោករ៉ាប៉ុន្តែមុននឹងរោករ៉ាមុននឹងជួប Barcelona ពួកគេផ្ដួលកឡូយៈនៅឯអាល្លឺម៉ង់ដល់ទៅ4គ្រាប់គឺ Freiburg បងប្អូនយើងអាសាមើលបាល់ Bundesliga ស្គាល់ហើយបាទ Freiburg នេះគឺជាក្រុមដែលមានប្រព័ន្ធការពាររឹងមាំដ៏មាំតមួយនៅឯ Bundesliga បាយអាមេរិកក៏ពិបាកហូបដែរ Leverkusen ក៏ពិបាកហូប Freiburg ដែរក៏ប៉ុន្តែ Dortmund ដាក់ 4-0 មុននឹងជួប Barca ហ្នឹងគឺដាក់ 4-0 គម្រាម Barcelona ប៉ុន្តែ Barcelona មុននឹងជួប Dortmund នេះពួកគេលេងបានត្រឹមតែស្មើជាមួយ Real Betis តែប៉ុណ្ណោះបាទបានត្រឹមស្មើតែប៉ុណ្ណោះអញ្ចឹងបងប្អូនណាក៏ដោយអ្នកវិភាគអីផ្សេងខ្ញុំមើលឃើញអ្នកណាក៏ថា Barcelona នឹងលុត Dortmund ដែរអ្នកខ្លះថា 4-1 អ្នកខ្លះថា 3-0 អ្នកខ្លះថា3-1អីចឹងទៅអ្នកខ្លះសិតដល់ 5-0 នេះណា 5-1 ណាណោះបាទកុំភ្លេចថា Dortmund គឺជាជើងឯករងរដូវកាលមុនណាបាទជើងឯករងរដូវកាលមុនហើយរដូវកាលនេះពួកគេកំពុងតែល្អនៅឯ Champions League បាទ Dortmund នេះបងប្អូនក្នុងដីក៏ល្អក្រៅដីក៏ពួកគេធ្វើបានល្អដែរនៅ Champions League គេហូបពួកក្រុមផ្សេងៗទៀតនៅក្រៅដីជាហូហែបាទ Dortmund ណាមិនសូវទប់ទេក្រៅដីក្រោយអញ្ចឹង Dortmund គឺជាក្រុមមកពីអាល្លឺម៉ង់មួយដែលលេងល្អមើលបាទមិន boring ទេគណៈដែល Barcelona យើងមិនបាច់និយាយទេបាទមិនចេះ boring វិញកាល់បាទ3 4 5ឆ្នាំមុនអាហ្នឹងមិន boring បាទជំនាន់ដូចគ្រូសាវីដូចRonald Koeman បាទលោកគីកេស៊ីទៀនអីហ្នឹងសិតតែ boring ហើយប៉ុន្តែជំនាន់ Hansi Flick រដូវកាលថ្មីនេះ Barcelona មិន boring ទេឡើងទៅទាំងអស់ប្រព័ន្ធការពាររបស់ Barcelona រំពឹងលើការចាប់បាល់ offside ភាគរយខ្ពស់បំផុតព្រោះឡើងទៅសិតតែមួយកណ្ដាត់តារាងឡើងទាំងអស់ទាំងការពារកដាលទាំងការពារឆ្វេងស្ដាំឡើងទាំងអស់បាទអញ្ចឹងការឡើងបែបនេះ Dortmund ត្រូវតែមានវិធីសាស្ត្រទប់ឲ្យបានបើមិនមានវិធីសាស្ត្រទេ Dortmund នឹងមិនមានការសុទ្ធសំបីមួយជើងសុទ្ធអត់មានបាល់សុទ្ធទេព្រោះឡើងមក offside Barcelona អត់ចាយកម្លាំងរឿងការពារទេ Barcelona សាហាវកន្លែងហ្នឹងអត់ចាយកម្លាំងការពារទេព្រោះថាមកលួច offside មកអត់មានប្របាក់ដេញគឺកីឡាករខ្សែប្រយុទ្ធរបស់ Dortmund ទៅទាំងអស់ដូច Real Madrid កាលប៉ះគ្នានៅ La Liga នៅឯSuper Copa de España អីហ្នឹងប៉ះជាមួយ Real Madrid ជាមួយនឹង Barcelona បាទគឺ Real Madrid មក offside ពិបាកលេងមែនទែនបងប្អូនបាទពិបាកលេងណា
ក្រុមដែលវាយបកលឿនក្រុមដែលមិនសូវទប់លេងជាមួយនឹងបាសេឡូណាភាគច្រើនលេង offside បាទបើក្រុមដែលលេងជាមួយនឹងបាសេឡូណាហើយមានគ្រាប់បាល់ទៅលើបាសេឡូណាដែរតើក្រុមទប់វាយបកដូចជា Atletico Madrid បាសេឡូណាបាក់លេងជាមួយបាទតែដូច Real Madrid គឺជាក្រុមសម្រុកខ្លាំងអញ្ចឹងដុតម៉ាន់សម្រុកខ្លាំងអញ្ចឹងខ្ញុំថាត្រូវថ្នាំបោះបាសេបាទសម្រុកខ្លាំងអញ្ចឹងគឺទៅលេងជើងក្រោមបាសេឡូណាដាក់ឲ្យបាទតែបាសេឡូណាខ្លួនឯងនឹងក៏មិន clean sheet ដែរឈ្នះយប់នេះនោះខ្ញុំថាអត់ clean sheet ទេបាសេឡូណាយប់ហ្នឹងក៏ដុតម៉ាន់ដាក់ដែរបាទម៉ាំងទៅម៉ាំងមកប៉ោងភ្នែកដូចគ្នាទេយប់នេះនោះបាទគ្រូរបស់ដុតម៉ាន់បាទគ្រូរបស់ Borussia Dortmund គឺมันមានបទពិសោធន៍ដែលត្រូវលេងដឹកក្រុមទៅលេងទល់ជាមួយនឹងបាសេឡូណាទេបាទគ្រូរបស់ Dortmund នីកូកូវ៉ាចបាទក៏ប៉ុន្តែគ្រូបាសេឡូណាលោក Hansi Flick ធ្លាប់មានបទពិសោធន៍នៅប៊ុនដេសលីកាឆ្អែតធ្លាប់ដឹកនាំបាយយ៉ាម៉ានិចផ្ដួល Dortmund ឆ្អែតហើយស្គាល់ចរិតលេងរបស់ Dortmund ច្បាស់បាទដូច្នេះកីឡាកររបស់បាសេឡូណាមួយធីមនេះជាង 1000 លានគាត់អាចប្រើប្រាស់ពេញដៃពេញណែនរបស់គាត់មកឆ្ងាញ់ទល់ជាមួយនឹងក្រុម Dortmund បានកម្រិតបាសេឡូណាហើយនឹងបាយយ៉ាម៉ានិចគឺជាក្រុមប៉ុនគ្នាអញ្ចឹងគាត់អាចបញ្ជាក្រុមរបស់គាត់ឲ្យគាត់ដឹកនាំនឹងអាចលេងទល់ជាមួយនឹង Dortmund បានអញ្ចឹងគាត់ស្គាល់ Dortmund ឆ្អែតហើយបាទសម្រាប់លោក Hansi Flick នេះបាទអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយពិសេសសម្រាប់បាសេឡូណាដែលគ្រូបង្វឹកស្គាល់ដៃគូច្បាស់បាទមួយទៀតគ្រូបង្វឹកស្គាល់ដៃគូច្បាស់នឹងហើយមួយទៀតបាសេឡូណាកំពុងតែជាក្រុមមួយដែលគ្រប់គ្នាលឺត្រូវទៅលេងទុកអ្នកណាក៏ដោយឲ្យទៅលឺនៅ Champions League រដូវកាលនេះឲ្យទៅលឺបាសេឡូណាដឹងទៅលេងទុកហើយមានក្រុម2ដែលអាចនឹងមិនលេងទុកជាមួយនឹងបាសេឡូណាមានក្រុម2ដែលនឹងមិនលេងទុកបាទគឺ Paris Saint-Germain ហើយនឹង Bayern Munich បើជួបបាសេឡូណាពួកគេលេងមិនទប់ទេព្រោះថាអ្នកទាំងពីរនេះសុទ្ធតែជាក្រុមយក្សអញ្ចឹងពួកគេមិនទប់ជាមួយនឹងបាសេឡូណាទេបាទប៉ុន្តែក្រៅពីនឹងខ្ញុំថាឲ្យទៅជួបបាសេឡូណាទប់ទាំងអស់បាទទប់ឲ្យទាំងអស់ហ្នឹងរៀលក៏ដោយបាទរៀលក៏ដោយ Arsenal ក៏ដោយបាទឲ្យទៅជួបបាសេឡូណាដល់លេងទប់ហើយ Inter Milan ក៏ដោយបាទក្រុមដែលនៅសេសសល់ហ្នឹងបាទ Dortmund យប់ហ្នឹងក៏លេងទប់វិញបកដែរក៏ប៉ុន្តែមិនទប់ពេកទេព្រោះថា Dortmund ចូលចិត្តលេងសម្រុកដែរបាទដូច្នេះរឿងរ៉ាវអស់នេះខ្ញុំថាបាសេឡូណាមានភាពរត់ខ្ពស់ណាស់នៅក្នុងការឈ្នះទៅលើ Dortmund ក្រុមបាសេឡូណាទាំងមូលកំពុងតែខ្លាំងទម្រង់លេងកំពុងតែត្រូវជើងគ្នាគ្រូបង្វឹកក៏ត្រូវល្អគណៈដែលកីឡាករកំពុងតែគិតថាខ្លួនឯងគឺជាក្រុមដែលខ្លាំងគឺជាក្រុមដែលកំពូលបាទកំពុងតែខ្លាំងនៅ La Liga ខ្លាំងនៅ Champions League អញ្ចឹងកីឡាកររបស់បាសេឡូណាកំពុងតែមានទំនុកចិត្តនៅក្នុងបេះដូងនេះសហការីក៏ដោយក៏មានទំនុកចិត្តអ្នកគ្រប់គ្រងពឹងផ្អែកសង្ឃឹមខ្ពស់ណាស់ថាបាសេឡូណានឹងហូប Dortmund ដូច្នេះនេះគឺជាសម្ពាធមួយធំដែលបាសេឡូណាត្រូវតែឈ្នះត្រូវតែសុទ្ធឲ្យបានច្រើនគ្រាប់ទៅលើ Dortmund ជាចាំបាច់នៅក្នុងយប់នេះបើមិនឈ្នះទេនោះមុខមាត់នឹងយកទៅទុកឯណាទេព្រោះជើងទី2ទៅលេងនៅក្នុងទឹកដី Dortmund មិនមែនជារឿងស្រួលនោះទេបើសម្រាប់បាសេឡូណាបាទបាសេឡូណាធ្លាប់ជួប Dortmund បើជួបលើកចុងក្រោយនៃ Champions League កាលពីឆ្នាំ2024ខែ12បងប្អូនបាទកាលពីវគ្គ League Pass បាទ League Pass គឺកាលនោះបាសេឡូណាទៅហូបនៅក្នុងដី Dortmund ទេនោះបាទដាក់ 3-2 នៅក្នុងដី Dortmund បាទហើយកាលឆ្នាំ2019នោះគឺបាសេឡូណាដាក់ 3-1 នៅក្នុងទឹកដីបាសេឡូណាដូច្នេះលេងអត់ឈ្នះបាសេផងបាទហើយឆ្នាំ2019ជើងទី1ស្មើគ្នានៅក្នុងទឹកដី Dortmund 0-0មកដីបាសេដាក់ 3-1 ដល់ពេលលើកចុងក្រោយបំផុតឆ្នាំ2012ខែ12មុនហ្នឹងប្រហែលខែមុនហ្នឹង3-4ខែមុនហ្នឹងបាទគឺ3-2បាសេឡូណាឈ្នះទៅលើ Dortmund នៅក្នុងទឹកដី Dortmund ឥឡូវមកលេងក្នុងទឹកដីបាសេឡូណាស្របពេលដែលបាសេឡូណាកំពុងតែឡើងជើងខ្លាំងទៀតបាទអញ្ចឹងខ្ញុំថាយប់នេះ position ball មិនមែនជាបាសេឡូណាចំនួន2015 16 17ដែលចូលចិត្តលេងទីគីតាកាក្រោមការដឹកនាំរបស់ Luis Enrique Pep Guardiola បាទនឹងគ្រូផ្សេងៗអីទៀតទេចូលចិត្តលេងទីគីតាកា1 2 1 2 1 2គ្រប់គ្រងបាល់ 60% នោះទេយប់នេះខ្ញុំថាបាសេឡូណាមិនមាន position ball អីដល់60ទេអាច 55% ទល់នឹង45 position ball បាសេឡូណាពេលនេះលែងផ្ដោត position ball ហើយបាសេឡូណាផ្ដោតតែការសុទ្ធតែមុខទេឥឡូវហ្នឹងបាទបានបាល់ទៅអូយពឹងអាហ្នឹងគឺជាចរិតគ្រូដឹកនាំបាទ Hansi Flick គឺបែបហ្នឹងបាទបើ Dortmund លេងទប់ភ័យបាទបាសេឡូណាភ័យវិញខ្លាចតែ Dortmund ទប់ទេណាបើ Dortmund សម្រុកអាហ្នឹងបាសេឡូណាចូលសងបាសេហើយបាទឲ្យតែលេងបុកជាមួយបាសេឡូណាត្រូវបំណងយប់នេះខ្ញុំយល់មែនអញ្ចឹងបងប្អូនយើងបាទសម្រាប់បាសេឡូណា
នៅក្នុងយប់នេះខ្ញុំថា position ball អាចនឹងលើដែរលើត្រឹម55ទល់នឹង45ទេហើយការសុទ្ធអាចនឹងបាសនាសុទ្ធដល់ខ្ទង់10ជើងទៅក្បែរ20ជើងបាទ15ជើងអីនេះបាទអាចខ្ទង់15ជើងដុតម៉ាន់សុទ្ធតិចទេបាទអាចនឹងក្រោម10ជើងក៏ប៉ុន្តែស្រួល on target ក្បែរទាំងអស់បាទអញ្ចឹងអាចស្រួលដាក់មុនទៀតដាក់បាសេមុនទៀតដុតម៉ាន់តែបើសិនជាដុតម៉ាន់ដាក់មុនណាការប្រកួតកាន់តែល្អមើលហ្មងការប្រកួតកាន់តែល្អមើលសម្រាប់ដុតម៉ាន់នៅនឹងបាសេឡូណាបាទយ៉ាងណាក៏ខ្ញុំនៅតែមានអារម្មណ៍ថាបាសេឡូណាជាអ្នករ៉ាប់រងស្ថានភាពទាំងអស់នៅក្នុងយប់នេះដុតម៉ាន់មិនមែនជាគីឡូក្តៅកាឡាទេបងប្អូនម្ចាស់ជើងឯករដូវកាលមុនមិនមែនម្ចាស់ជើងឯកគឺជើងឯករងរដូវកាលមុនបាទមិនធម្មតាទេហើយគេក៏ធ្លាប់ឈ្នះជើងឯក Champions League ដែរអញ្ចឹងដុតម៉ាន់គឺជាគីឡូ Champions League បងប្អូនបាទហើយឡើងមកលេង Champions League រាល់ឆ្នាំបាទគឺជាក្រុមតំណាងឲ្យអាល្លឺម៉ង់យ៉ាក់មកពីអាល្លឺម៉ង់មាន Bayern Dortmund មករហូតពីរអ្នកហ្នឹងមិនដែលនេះទេបាទ Dortmund ឥឡូវហ្នឹងក៏កំពុងតែល្អនៅ Champions League ដែរអញ្ចឹងបាសេឡូណាមិនអាចមើលងាយបានទេតែខ្ញុំនៅតែមានអារម្មណ៍មួយថាបាសេឡូណានឹងហូបចុះ 3-1 ជប់នេះណោះ 3-1 បាសេឡូណាឈ្នះ Dortmund បងប្អូនបាទឬក៏អាច Dortmund របូតមកគ្រាប់ហើយលេងស្រាប់តែបាសេដាក់បាន3ហើយលេងស្រាប់ Dortmund បុកទៀតហ្នឹងអាចបាសេឡូណាថែមដល់4ដល់5ឯក៏ថាបានស្រួលព្រោះ Dortmund គឺជាក្រុមដែលចូលចិត្តសម្រុកដែរបាទចូលចិត្តសម្រុកដែរអញ្ចឹងខ្ញុំថា 3-1 បងប្អូនណាបងប្អូនយើងយល់ឃើញយ៉ាងណាក៏មិននៅខាងក្រៅមើលបងប្អូនយើងបាទក៏មិនមើលថាតើបាសេឡូណាឬក៏ Borussia Dortmund ជាអ្នកឈ្នះជើងទី1នៅក្នុងយប់នេះមានប្រមាណគ្រាប់នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេបងប្អូនយើងអាចខមមិននៅខាងក្រៅមើលទាយមើលថាប្រមាណគ្រាប់ដែរបងប្អូនយើងមកទាយមើលបាទទាយមកបាទសូមបញ្ចប់រឿង Dortmund ត្រឹមប៉ុណ្្នឹងបងប្អូនយើងណាបាទជាមួយនឹង Barcelona ចូលដល់ Paris Saint-Germain ជាមួយនឹង Aston Villa អូយគូនេះបាទឆ្ងាយគ្នាដែរតែ Aston Villa មួយរយៈចុងក្រោយនឹងល្អប៉ុន្តែបើយើងក៏លេខទៅមើល Paris ទៅទៀតនោះរឹតតែល្អទៅទៀតមកល្អគ្រប់កន្លែងគ្រប់តំបន់អត់និយាយច្រើនទេគូនេះបងប្អូនអើយបាទខ្ញុំថាយប់នេះ Paris បត់តារាងទៅលើក្រុម Aston Villa ជិតឈឹងកម្រិត Liverpool នៅតែ Paris បត់តារាងសុទ្ធចូល29ជើងជិត30ជើងបាទនៅក្នុងទឹកដី Paris ហើយចុះតម្រាំ Aston Villa ដែលមានកម្រិតទាបជាង Liverpool នេះបាទខ្ញុំមិនមើលងាយ Aston ទេក៏ប៉ុន្តែ Aston ទប់ Paris មិនជាប់ទេហើយបត់តារាងជិតឈឹង Paris លេងតែឯងយប់ហ្នឹងបាទអាចនឹង75% ទល់ 25% ហ្នឹង position ball ហើយ Paris អាចនឹងសុទ្ធខ្ទង់25ជើងឡើងបាទសុទ្ធច្រើនណា Paris គ្រាប់បាល់យប់នេះខ្ញុំថា Paris នឹងមាន3គ្រាប់ទៅលើ Aston Villa អាចបានមួយគ្រាប់មកវិញដែរ 3-1 ដូចគ្នា Barca ក៏ 3-1 ដែរបាទ Paris ក៏ 3-1 ដូចគ្នាបាទអ្នកទាំងពីរនេះខ្ញុំយល់ឃើញប៉ុណ្ណឹងបងប្អូនយើងណាបាទឬក៏អាច 2-0 មកសម្រាប់ Paris អាច 2-0 ទៅលើ Aston Villa ព្រោះថា Aston Villa បិទចិត្តបិទតាំងចិត្តមកគឺលេងទប់យកស្មាឲ្យទៅលេងក្នុងដី Aston វិញហ្មងសម្រាប់ Aston បាទអញ្ចឹង Barcelona ខ្ញុំថា 3-1 Paris ខ្ញុំថា 3-1 ដែរសុទ្ធតែឈ្នះទាំង Paris ទាំង Barcelona នៅក្នុងយប់នេះបងប្អូនយើងយល់ឃើញយ៉ាងណាសូមខមមិននៅខាងក្រោមណាបងប្អូនណាបាទអូយបើខ្ញុំនិយាយនឹងចូល1ម៉ោងហើយបងប្អូនហើយបាទ1ម៉ោងម្នាក់ឯងមកចង់ស្អកកដាក់ high tech មួយទៀតនេះបាន high tech ឲ្យទៅស្អកកខ្ញុំដាក់រហូតបាទធ្វើឲ្យស្រឡះកំពុងកល្អណាជួយនៅក្បែរដៃខ្ញុំលោត high tech ឥឡូវគេ design ដបចូលឆ្នាំខ្មែរស្អាត high tech ដបគេស្អាតមាំថ្លាស្អាតឃើញដប high tech ចង់កាន់មកខ្ជូតបងប្អូនកាន់មាំដបហ្នឹងមាំខុសពីដបទឹកសុទ្ធដតៃមាំខ្ញុំចូលចិត្តដប high tech បាទបងប្អូនយើងទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេរឿងរ៉ាវបាល់ទាត់នៅក្នុងយប់នេះបាទមិនមានអីច្រើនទេបងប្អូនយើងអាច comment មកបានណាបងប្អូនណាខ្ញុំសូមមើល comment មក plate សិនតោះឥឡូវសូមបងប្អូនយើងទាយ Barcelona ជាមួយនឹង Dortmund ខ្ញុំសូមមើល comment ខ្ញុំសូមអានបន្តិចនោះបាទ Lori ក៏ថា Aston 2 Paris 1អាយយបាទខ្ញុំមកឡៃតែនិយាយខ្ញុំអត់បានមើល comment ទេមិនញោះបាទអត់មើល comment ទាំងអស់មិនមែនអត់មើលម្នាក់ពីរនាក់អីធ្វើរឹកពីអត់បានមើលទាំងអស់ហ្នឹងបាទអញ្ចឹងកុំឲ្យច្រើនគ្នាអត់បានមើលទាំងអស់ឥឡូវចាប់ផ្ដើមមើលសិនបាទអានបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងបងប្អូនយើងណាដែលខ្ញុំមិនបានអាន comment សូមកុំអន់ចិត្តណាបងប្អូនណាបាទ1ម៉ោងហើយខ្ញុំនិយាយឡើងចង់ឈឺពងកបាត់ហើយតឹងច្រមុះហើយនេះបាទ 4-0 ណាបាទតោះសុំគូ Barca ជាមួយនឹងDortmund ហើយ Paris ជាមួយនឹង Aston មក comment មកបាទលាក់ស្មៃក៏ថា 6-2 Aston ឬក៏ Paris ឬក៏ Dortmund មក comment ចឹងខ្ញុំអត់ដឹងទេណែបាទផាតភឿយក៏ថា Barca 4-1 5-1 Barca 5-1 ហ៎បាទចាសុវិជ័យបាទ Barca 5-1 ជាមួយនឹង Dortmund បាទនីតាបបាទ Paris 3-1 បាទទៅលើ Aston Villa ណាភឿយ
ស្រុនសុកមេងក៏ថា2-0បាសេឡូណាឈ្នះ2-0ទៅលើដុតម៉ាន់អូខេតំណងដែលថាបាសេ4បាទសម្រាប់ Fiacheri បាទជាងឧស្សាហ៍បាទសុធានស្ថានបាទគាត់ថាបាសេឡូណា4 ទល់នឹង 2បាសេ3-0បាទមើលបាល់អូខេបាសេ3-1ឡុងវធី អូខេបាសេ2-0លីហុងឈៀងហុងឆេងអូខេបាសេ4-2សម្បត្តិបាសេ4-2 4-1អូច្រើនណាស់បាសេឡូណាឈ្នះច្រើនគ្រាប់ចាំមើលបាសេឡូណាគេលេងឲ្យមើលត្រឹមគីឡូ BBB គ្មានមួយផែទេបាទរ៉ាប់ Black Pen បាសេហ្មងអាចមើលគេដតម៉ាន់ដាក់វិញប្រច្រាស់ណាប្រយ័ត្នយ៉ែងបាទប្រយ័ត្នយ៉ែងរួមស្រួលនឹងបាសេឡូណារៀលម៉ាឌ្រីតមកពីអេស្ប៉ាញធ្លាក់ទាំងពីរនឹងបាទបាទប៉ុន្តែខ្ញុំទាញ 3-1 ជើងទី1នេះណោះទៅទឹកដីដតម៉ាន់វិញ1ស្មើបាទអាហ្នឹងបាសេឡូណាឡើងហើយបាទឡើងខ្ញុំថាបាសេឡូណាជួបបាយអាមេរិកឥឡូវបាយអាមេរិកត្រូវបានអ៊ីនទ័រលាងបាត់ហើយអ៊ីនទ័រហូបមុនហូបជើងទី1បាត់ហើយជើងទី2អាចនឹងអ៊ីនទ័រឡើងទប់ត្រឹមស្មើអ៊ីនទ័រឡើងហើយបាទសុផាណេតបាទ4-1ណាបាទជាសំណាងបាទ2-3យ៉ាស់ដតម៉ាន់ឈ្នះបាសេឡូណា2-3ប៉ារីស2អាស្តុន3បាទសុពិសីបងប្អូនយើងខមមិនច្រើនអធិស្ឋានបងប្អូនអើយមិនបានអានខមមិនទេបងប្អូនហើយបាទពេលវេលានឹងក៏អស់ហើយដែរ1ម៉ោងពេញហើយបងប្អូនអើយបាទអរគុណច្រើនសម្រាប់ការចូលទស្សនានិងការខមមិនបងប្អូនហើយសុំទោសដែលមិនបានអានខមមិនបងប្អូនអើយបាទស្រឡាញ់បងប្អូនយើងទាំងអស់គ្នាបាទសុំទោសមែនតើព្រោះតែខមមិនច្រើនពេកអានអស់ទេច្រើនពេកបាទម៉ោង2យប់នេះខ្ញុំអត្ថាធិប្បាយបាសេឡូណាទល់ជាមួយនឹង Borussia Dortmund ម៉ោង2បងប្អូនណាខ្ញុំថាបាសេឡូណាឈ្នះ 3-1 ឬក៏អាចដល់ 4-1 បើដុតម៉ាន់បុកខ្លាំងអាចនឹងដល់5គ្រាប់បាទអញ្ចឹងបាសេឡូណាឈ្នះយប់នេះអញ្ចឹងបងប្អូនយើងទាញនៅខាងក្រោមណាបងប្អូនណាអរគុណច្រើនសម្រាប់ការចូលទស្សនាបងប្អូនយើងបាទសូមសុខសប្បាយសំណាងល្អថ្ងៃចូលឆ្នាំខ្មែរសួស្តីឆ្នាំថ្មី Happy New Year អរគុណច្រើនសូមគោរពលាត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនយើងមកជម្រាបលាបាទ